ពេលនេះយើងនឹងមើលទៅក្របភ្លេងនៅខ្សែទី1ហើយនិងខ្សែទី2របស់ហ្គីតានេះគឺជារូបហ្គីតាណាយើងបញ្ចូលវានេះក្បាលវាពីនេះមកខ្សែទី1ណា1 2 3 4 5 6នេះជាខ្ទង់យើងមើលខ្សែទី1ខ្សែទី1នេះហើយយើងមានលេខ0ចំហយើងខ្សែទី1ចំហយើងកេះទៅពេលនោះបានក្របមីខ្សែទី1ដដែលដាក់ម្រាមទី1លើខ្ទង់ទី1ហើយកេះទៅបានហ្វាដាក់ម្រាមទី3លើខ្ទង់ទី3ខ្សែទី1ដដែលបានសូលគឺខ្សែទី1នេះយើងស្គាល់3ក្របភ្លេង3ក្របភ្លេងហ្នឹងពេលសរសេរជាបញ្ជីរេខាឬក៏គំនូសតាមមាត្រដ្ឋានគឺដូចនេះនេះមីណានៅចន្លោះហ្វានៅជាប់ខ្សែនេះហើយនេះគឺសូលមីហ្វាសូលហើយពេលយើងចាប់លើហ្គីតាគឺចាប់ដូចនេះមកដល់ខ្សែទី2ខ្សែទី2នេះគឺក្បាលហ្គីតាណាចំហបាន T ខ្សែទី2យកម្រាមទី1ចាប់ខ្ទង់ទី1បាន Do ខ្សែទី2យកម្រាមទី3ចាប់ខ្ទង់ទី3បាន Re ហើយនៅលើគំនូសតាមមាត្រដ្ឋានទាំង3ក្របនេះមានរូបដូចនេះសូមមើលការចាប់ជាក់ស្ដែងនៅលើហ្គីតារបៀបកាន់ភិកឬក៏ក្រចកជ័រនេះគឺកាន់ដូចនេះណាដូចនេះហើយស្និតល្មមកុំឲ្យវាលបោតល្អិលចាប់រៀងជាប់តិចទៅកុំឲ្យលបោតល្អិលពេលដែលយើងកេះហើយកេះចុះក្រោមទាំងអស់ឬក៏ចុះក្រោមហើយឡើងលើឆ្លាស់គ្នាក៏បានដែរយើងមើលខ្សែទី1ណាខ្សែទី1បលែងហើយយើងកេះមីណាចាប់ខ្ទង់ទី1ហ្វាហើយយកម្រាមទី3ចាប់ខ្ទង់ទី3សូលទាំងខ្សែទី1យើងបានមីហ្វាសូលខ្សែទី2បលែងបានធីយកម្រាមទី1ចាប់ខ្ទង់ទី1បានដូរៀមទី3ចាប់ខ្ទង់ទី3ហើយនឹងកេះបាន Re Thi Do Re ដល់ទៀត Mi Fa Sol Thi Do Re